សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបើខេសម្រាប់ពេលនេះខ្ញុំបានលើករឿងមួយដែលឲ្យចំណងជើងថាពិភពគ្មានទីបញ្ចប់មកសម្រាប់ជួលដល់អ្នកទាំងអស់គ្នាដូច្នេះមុនចូលទៅដល់ការសម្រាប់ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយចុច Subscribe Like និងបើកសញ្ញាកណ្ដឹងដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទមានកម្លាំងសម្រាប់រឿងបន្តទៀតសូមអរគុណខ្សែរឿងចាប់ផ្ដើមឡើងដោយបង្ហាញពីក្មេងស្រីម្នាក់ដែលតួឯកប្រុសរបស់យើងបានយកសពឃើញដោយតួឯកប្រុសរបស់យើងមានឈ្មោះថាចង្ចាហើយក្រោយមកគេក៏បានផ្ញើនៅលើរថភ្លើងបន្ទាប់ពីរថភ្លើងឈប់នៅលើចំណតចង្ចាក៏ធ្វើដំណើរទៅកាន់កន្លែងធ្វើការរបស់គេក្រោយធ្វើការតាំងពីព្រឹកមកដល់យប់បន្ទាប់ពីការងារចោះសោកក្រម្ដាយចង្ចាក៏ទេមកដោយអ្នកមីងបាននិយាយទៅកាន់ចង្ចាអំពីសុខទុក្ខនិងសុខភាពរបស់គេចំណែកចង្ចានឹងឃើញពីប្អូនស្រីរបស់គេដែលបានស្លាប់តជាយូរនោះហើយអ្នកមីងបាននិយាយទៅកាន់ចង្ចាបានថែមទៀតថាដោយគាត់ចង់ស្វែងរកគូសកលឲ្យទៅកាន់គេចំណែកចង្ចាវិញក៏បាននិយាយទៅកាន់អ្នកមីងថាមិនចាំបាច់ខ្វល់រឿងគេទេហើយក៏ផ្ដាំឲ្យអ្នកមីងមើលថែសពទុកខ្លួនឯងនិងឪពុករបស់គេផងក្រោយពីចង្ចាបិទទូរស័ព្ទរបស់គេដាក់ខ្លួនសម្រាប់បន្តិចក៏មានអ្នកទេមកបន្ថែមទៀតតែគេម្នាក់នោះគឺជាតកែរបស់ចង្ចាបានប្រាប់ទៅកាន់ចង្ចាមើលទៅកាន់ការងាររបស់គេដែលគាត់ត្រូវការនៅពេលវេលាម៉ោង 10 ថ្ងៃស្អែកនិងប្រាប់ទៅកាន់ចង្ចាឲ្យធ្វើឲ្យហើយនៅយប់នេះប៉ុន្តែចង្ចាក៏បាននិយាយទៅកាន់តកែរបស់គេថាការងារជាច្រើនធ្វើក្នុងពេលមួយយប់គឺមិនហើយនោះទេប៉ុន្តែតកែរបស់គេក៏បានព្យាយាមនិយាយឲ្យទៅកាន់ចង្ចាថាខិតខំទៅដែលធ្វើឲ្យចិត្តរបស់គេចាប់ផ្ដើមខឹងពូកញ្ជ្រោលឡើងចង្ចាគ្មានអ្វីដែលត្រូវតបតក៏ធ្វើការរហូតទៅដល់យប់ជ្រៅទៅហើយការងារដែលមានពូសនសងម្នាក់មកនិយាយជាមួយនឹងចង្ចាថាយើធ្វើការដល់យប់ទៀតហើយដែលពូសនសងប្រាប់ទៅកាន់ចង្ចាថាខំធ្វើការទៅវើប្រយ័ត្នឲ្យការងារធ្វើហើយកុំភ្លេចមើលថែសុខភាពខ្លួនឯងផងវើយចំណែកចង្ចាបន្ទាប់ពីឃើញសារមួយគេក៏បានខឹងព្រុសកញ្ជ្រោលឡើងហើយចង្ចាក៏បានឃើញរូបថតប្អូនរបស់គេនឹងបានរើសឡើងហើយក៏បានឃើញអក្សរនៅក្រោយនោះបន្ទាប់ពីបន្ធូរអារម្មណ៍ហើយក៏បានរៀបចំកន្លែងការងារពេលនោះក៏មានសារអ្វីម្យ៉ាងបានផ្ញើមកកាន់គេនៅពេលចង្ចាជួយសញ្ញាយេគេក៏បានធ្លាក់ចូលឃើញរូបភាពចម្លែកហើយក៏មានប្រព័ន្ធបាននិយាយថាស្វាគមន៍មកកាន់ពិភពលោកគ្មានទីបញ្ចប់ក្រោយពេលដែលចង្ចាផ្ញើមកវិញគេក៏បានដឹងខ្លួននៅលើរថភ្លើងនិងឆ្ងល់ថាមិនឃើញយប់តើហើយអ្វីបានជាថ្ងៃត្រង់លើម្លេះតើខ្លួនកំពុងតែយកសមមែនទេនៅពេលនោះគេក៏បានមកបាញ់កញ្ចក់ទើបដឹងថានោះជាការពិតរីឯមនុស្សដែលនៅរថភ្លើងនោះដែរក៏បានព្យាយាមតាក់ទងចេញទៅក្រៅប៉ុន្តែគ្មានសេវាទាល់តែសោះបន្ទាប់មកពួកគេក៏បានមើលនាឡិកាដៃដែលស្ថិតនៅលើដៃរបស់ពួកគេហើយក៏មានប្រព័ន្ធបានចេញមកនិយាយថាបេសកកម្មពិភពលោកថ្មីការរស់រានមានជីវិតមានកំណត់ពេលវេលាដែលធ្វើឲ្យមនុស្សនៅទីនោះគឺមានការឆ្ងល់ជាខ្លាំងហើយក៏មានបរិមម្នាក់បាននិយាយទៅកាន់ពួកគេថាកុំសួរចំនួនអីដែលមិនគួរសួរព័ត៌មានផ្សេងៗដែលពួកគេត្រូវការគឺបានបញ្ចូលទៅក្នុងខួរក្បាលរបស់អ្នកទាំងអស់គ្នាហើយក៏មានបរិមម្នាក់បានចេញមកនឹងនិយាយថាការបញ្ចូលទៅក្នុងខួរក្បាលមែនទេខ្ញុំមិនជឿរឿងនេះទេវាគួរឲ្យអស់សម្លាញ់ណាស់តើនេះជាកម្មវិធីលេងសើចបែបណាទៅនិយាយសុកស្រាប់តែគេទៅចាប់អារម្មណ៍នឹងក្មេងស្រីម្នាក់ដែលធ្វើឲ្យចង្ចៅទៅហាមឃាត់គេកុំឲ្យធ្វើអីប្រេបតាបន្ទាប់មកបរិមម្នាក់នោះក៏បានដកនាឡិកាដៃចេញពីខ្លួនហើយក៏បានបោកវាចោលព្រមទាំងនិយាយស្រែកខ្លាំងៗដោយកំហឹងស្រាប់តែពេលនោះគេក៏បានកាំបេះដូងដោយចង្វាក់ដង្ហើមចាប់ផ្ដើមចុកខ្សោយហើយគេក៏ស្រែកឲ្យអ្នកផ្សេងទៀតជួយហើយគេក៏ស្ទុះងើបបានបន្តិចក្រោយមកក៏ដាច់ខ្យល់ទៅដែលបរិមម៉ាំនៅគៀននោះក៏បានដាក់ឲ្យបរិមម្នាក់នោះក្រោបឡើងហើយក៏បានទៅស្ទាបជីបចររបស់គេទើបដឹងថាងាប់មែនតើដោយបរិមម៉ាំម្នាក់នោះក៏បានប្រកែកកុំឲ្យមនុស្សនៅទីនោះគិតថាគេជាឃាតករសម្លាប់មនុស្សម្នាក់នោះដោយបរិមសមមនៅគៀននោះក៏បាននិយាយថាមនុស្សចំណោទថ្មីទាំងនេះគឺពិតជាមិនដឹងអីមែនហើយបរិមម៉ាវិញក៏បានស្រែកនិយាយឡើងដោយកំហឹងដែលជើងចាងក៏បានទៅខាត់គេប៉ុន្តែបរិមម៉ាំនោះមិនស្ដាប់ព្រមទាំងរុញចិនចាឲ្យដួលទៀតផងហើយគេរៀមនឹងទះចិនចាប៉ុន្តែបរិមសមមក៏បានទាញកំភ្លើងបាញ់ឡើងលើគម្រាមទៅកាន់ពួកគេដោយបរិមសមមនេះមានឈ្មោះថាចាំងជីដោយចាំងជីបានបកស្រាយថារាល់អ្នកទាំងអស់គ្នាបានចូលយល់ព្រមហើយនោះអ្នកទាំងអស់គ្នានឹងត្រូវចូលរួមលេងហ្គេមនេះអ្នកទាំងអស់គ្នាត្រូវតែរស់រានមានជីវិតដើម្បីលេងហ្គេមនេះនៅពេលនោះក៏មានមនុស្សស្រីម្នាក់បានចេញមកសួរទៅកាន់បរិមសមមដោយនាងមានឈ្មោះថាចាន់ឡានដោយនាងចង់ដឹងពីបរិមសមមថាតើពួកគេអាចចាកចេញពីពិភពនេះទៅពិភពពិតបានយ៉ាងម៉េចដោយចាំងជីក៏បាននិយាយទៅកាន់នាងវិញថាលុះត្រាតែនាងយកឈ្នះនៅពិភពនេះសិននឹងទទួលបានរង្វាន់ដោយពួកគេក៏ចង់ដឹងថាវាជាអ្វីតែចាំងជីរៀបរាប់ទៅកាន់ពួកគេថាវាមានដូចជាលុយកាក់កំភ្លើងលបឿននិងអ្វីផ្សេងទៀតដែលគ្មានដែនកំណត់ដែលជាអ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាចង់បានអ្នកទាំងអស់គ្នានឹងដឹងនៅពេលដែលអ្នកទាំងអស់គ្នាមានជីវិតនៅក្នុងពេលដែលរថភ្លើងកំពុងធ្វើដំណើរចាន់ឡានក៏សួរទៅកាន់ចាំងជីអំពីទីកន្លែងនេះដែលវាប្រៀបដូចជាហ្គេមដែលឆ្លងកាត់កម្រិតទៅមែនទេដែលចឹងចាបាននិយាយថាតើលោកជាអ្នកលេងចាស់ដោយគាត់មិនបានប្រកែកអ្វីនោះទេហើយក៏បាននិយាយថានេះគឺជាពិភពទី4ដែលគាត់បានចូលរួមដោយគាត់នឹងប្រើបន្ទោដែលគាត់រកបានផ្លាស់ប្ដូរដើម្បីអាចរករបស់ប្រើផ្សេងទៀតហើយចាំងជីក៏ប្រាប់ពួកគេកុំឲ្យធ្វើអ្វីប្រែប្រាសោះបានចង់ងាប់ដូចជាបរិមម្នាក់នោះដោយបរិមពេលវេនតាដែលអង្គុយជានោះក៏បានណែនាំខ្លួនថាលីហុងជីជាសិស្សវិទ្យាល័យរីឯកញ្ញាចាំងឡានគឺជាអ្នកនិពន្ធហើយបរិមមកគឺជាអ្នកចំនួនឈ្មោះអានសូយ៉ាងហើយអ៊ំស្រីម្នាក់នេះមានឈ្មោះថាលីឡានដោយអ៊ំស្រីបានខលវីដេអូជាមួយនឹងកូនស្រីគាត់នៅក្រៅប្រទេសសុកស្រាប់តែមកដល់ទីនេះរីឯក្មេងស្រីដែលស្លៀកពាក់ជាសិស្សសាលាម្នាក់នេះដោយនាងមិនទាន់ណែនាំខ្លួនខ្ញុំសូមប្រាប់ឈ្មោះនាងឲ្យហើយនាងគឺឈ្មោះថាចៅយីងកុងហើយនាងក៏ប្រាប់ពួកគេឲ្យនៅស្ងៀមពេលនោះស្រាប់តែរថភ្លើងចាប់ផ្ដើមរំជួយឡើងហើយក៏មានសម្លេងគួរឲ្យភ័យខ្លាចបន្លឺឡើងផងដែរដោយអានសូយ៉ាងក៏បានទៅមើលក៏ឃើញថាមានដៃសត្វចម្លាអ្វីម្យ៉ាងនៅក្រៅទូរ
ถเพลิงហើយប្រព័ន្ធក៏បាននិយាយដល់ទូពួកគេថារឿងរ៉ាវអាក្រក់ចាប់ផ្ដើមកើតឡើងសូមឲ្យពួកគេទាំងអស់គ្នាស្វែងរកកន្លែងមានសុវត្ថិភាពនៅក្បែរនោះដោយពួកគេរងចាំរយៈពេល5ម៉ោងទៅមានអ្នកជួយសង្គ្រោះមកយកពួកគេទាំងអស់គ្នាក៏បានពិភាក្សាគ្នាដើម្បីរកវិធីដោះស្រាយហើយចាងជីក៏បានប្រាប់ពួកគេទាំងអស់គ្នាថានៅទីនេះអ្នកលេងថ្មីចំនួន8នាក់ឥឡូវសល់តែ7នាក់អ្នកដែលមកថ្មីគឺសំណាងល្អហើយហ្គេមលើកនេះគឺមិនសូវពិបាកទេឱកាសដែលនៅរស់គឺមិនលើសពី3នាក់ទេដោយអ្នកខ្លះក៏អស់សង្ឃឹមហើយអាកំាប់អានស៊ូយ៉ាងអបប្រយោជន៍ទៅធានទ្វារទូរថភ្លើងបណ្ដាឲ្យប៊ីងងាប់នៅពេលនោះក៏មានសាច់ចម្លែកជាច្រើនបានចូលមកវាបហាទៅកាន់ពួកគេហើយចាងជីក៏បានប្រើកំភ្លើងបាញ់ការពារពួកគេហើយចាងចាក៏យកបំពង់ប្លុកគីភ័យបាញ់ទៅលើពួកសត្វចម្លែកទាំងអស់នោះដោយឡែកអាផ្សេងទៀតក៏វាយទម្លុះចូលមកនិងបើកការវាបហាទៅលើមនុស្សក្នុងរថភ្លើងនោះលីហុងយីក៏ត្រូវបានសត្វចម្លែកវាបហាក៏ត្រូវបានឡើងជួយប៉ុន្តែនាងក៏ត្រូវបានជួបបញ្ហាដែរហើយលីហុងយីវិញក៏ទាញដំបងវាយកទៅកាន់សត្វចម្លែកដោយឡែកចៅយីកុងនាងរៀបនឹងត្រូវសត្វចម្លែកវាបហាប៉ុន្តែក៏ត្រូវបានចាងជីគាត់ជួយសង្គ្រោះចំណាកំាប់អានស៊ូយ៉ាងថោកទាបខ្លាំងមែនទែនបែរជាយកអ៊ំស្រីឡានមីនទៅរងចំនួនគេសំណាងបានចឹងចាមកជួយសង្គ្រោះតែនៅក្នុងទូរភ្លើងពួកគេម្នាក់ៗក៏បានស្បះស្វែងប្រយុទ្ធតជាមួយនឹងសត្វចម្លែកទាំងអស់នោះលើកលែងតែកំាប់អានស៊ូយ៉ាងទេដែលកំសាន្តជាងគេនៅពេលដែលរថភ្លើងមកដល់ចំណតកំាប់អានស៊ូយ៉ាងក៏បានរត់យកព្រះអាយុមុនគេហើយពួកគេទាំងអស់គ្នាក៏បានចាកចេញពីរថភ្លើងផងដែរតែមិនដឹងទិសដៅរត់គេទៅខាងណាចឹងចាងក៏ប្រាប់អ្នកទាំងអស់គ្នាឲ្យទៅកន្លែងអាគារដែលគេធ្វើការហើយចំណែកសត្វចម្លែកទាំងអស់នោះក៏ធ្វើការដេញតាមពួកគេបន្តទៀតផងដែរតែពួកវាមានចំនួនកាន់តែច្រើនឡើងនៅពេលមកដល់អាគារដែលគេធ្វើការចឹងចាក៏ព្យាយាមស្កេនមកដើម្បីបើកទ្វារប៉ុន្តែវាអត់ទទួលស្គាល់ចំណែកនៅក្នុងអាគារនោះក៏មានសត្វសុំម្នាក់ផងដែរពួកគេទៅក្រៅក៏បានស្រែកហៅឲ្យសន្តិសុខនោះបើកទ្វារចាងជីដល់ឃើញយូរពេកក៏ទេវកំភ្លើរៀននឹងបាញ់ទម្លុះទ្វារហើយសន្តិសុខនោះក៏បានហាមឃាត់នឹងបានយកប្រមបើកទ្វារឲ្យពួកគេចូលប៉ុន្តែគួរស្ដាយអ្នកមីងឡានមីងក៏បានត្រូវសត្វចម្លែកទាំងអស់នោះចាប់យកទៅខ្វាយទៅតែចឹងចាងព្យាយាមជួយក៏មិនបានតាមដល់ពេលនេះហើយខ្សែរឿងយើងក៏សូមឆ្លើយតែត្រឹមនេះសិនចាំជួបគ្នានៅវីដេអូក្រោយបន្តទៀត